មត្ថកិច្ចរំដោះជនរងគ្រោះ13នាក់ក្នុងនោះស្ត្រីជាអនិច្ចជន5នាក់ដែលឃាំងក្នុងការ៉ាអូខេមួយកន្លែងនៅខេត្តកំពង់ធំលោកស្រីឧត្តមសេនីយ៍ត្រីកងគយស្នងការរងនគរបាលខេត្តកំពង់ធំទទួលផែនការរងប្រឆាំងការជួញដូរមនុស្សនិង Gender និងសម្រាប់ជំរុញនីតិវិធីពីសាលាដំបងខេត្តកំពង់ធំកាលពីថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025បានដឹកនាំកម្លាំងចុះបង្ក្រាបករណីសេចក្ដីកម្មការ៉ាអូខេមួយកន្លែងច្រកក្រោមម្លប់យីហោម្លប់លៀបស្ថិតនៅក្នុងភូមិដូងឃុំបាឡាំងស្រុកបារាយខេត្តកំពង់ធំជាលទ្ធផលនៃកិច្ចប្រតិបត្តិការសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះវីសុខីភេទប្រុសអាយុ43ឆ្នាំមានទីលំនៅភូមិដូងឃុំបាឡាំងស្រុកបារាយខេត្តកំពង់ធំដែលជាម្ចាស់ទីតាំងព្រមទាំងរំដោះជនរងគ្រោះបានចំនួន8នាក់ស្រីអនិច្ចជនចំនួន5នាក់ករណីខាងលើនេះសមត្ថកិច្ចជំនាញកំពុងកសាងនីតិវិធីដើម្បីចាត់ការបន្តតាមផ្លូវច្បាប់